ក្រោយមកទៀតព្រះអរហន្តក្រោយលោកសំដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយហ្នឹងគឺសំដៅលើព្រះអដ្ឋកថាដីកាយោជនីផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនីដើម្បីយកមកជាទិសដៅមួយក្នុងការផ្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យលខុសអំពីអត្តនៃពុទ្ធសាសនាដូចជាការបញ្យលថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើព្រះសង្ឃអីអញ្ចឹងហ្នឹងគឺសិទ្ធិការបញ្យលដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទាត់